មានជំហានអ្វីខ្លះដែលចាំបាច់ដើម្បីកម្ពុជាអាចសម្រេចបាននៅការដោះស្រាយបញ្ហាព្រំដែនប្រកបដោយនិរន្តរភាពនិងស្ថិរភាពហើយហេតុអ្វីបានជាការអត់ធ្មត់នៅនឹងទីទាំងផ្ទាល់មានសារៈសំខាន់ខ្លាំងម្ល៉េះកម្ពុជាជឿជាក់ថាការដោះស្រាយបញ្ហាដោយរក្សាបានស្ថិរភាពយូរអង្វែងមិនអាចកើតមានតាមរយៈការប្រើប្រាស់តែមហាសាសន៍នោះទេការដោះស្រាយត្រូវទាមទារឲ្យមានការអត់ធ្មត់នៅលើដីពិតប្រាកដដែលការកាត់បន្ថយភាពរួមមានទាំងការផ្អាកជាបន្ទាន់នៃការធ្វើសកម្មភាពទាំងអស់នៅក្នុងតំបន់ដែលមានចំនួនតានតឹងនិងការដំណើរការឡើងវិញនៅយន្តការទ្វេភាគីផ្សេងៗជំហាននៃការកសាងទំនុកចិត្តគឺជាមាគ៌ាតែមួយគត់តែមាននិរន្តរភាពសម្រាប់ការឈ្មោះទៅការដោះស្រាយចំនួនព្រំដែនឲ្យចប់សគ្រប់ព្រំដែននៃប្រទេសទាំងពីរសុទ្ធតែទទួលរងផលប៉ះពាល់រួចមកហើយដោយសារតែអស្ថិរភាពនេះភាពតានតឹងពិតជានឹងប៉ះពាល់ដល់ពាណិជ្ជកម្មរំខានដល់ជីវភាពរស់នៅរបស់ប្រជាជននិងបន្ថែមបន្ទុកដល់អាស៊ានស្ថិរភាពគឺជាអ្វីដែលផ្ដល់ផលប្រយោជន៍រួមតែសកម្មភាពជាឯកតោភាគីមិនអាចផ្ដល់ដំណោះស្រាយប្រកបដោយស្ថិរភាពនោះឡើយ